គាត់ទៅតែបើកលុយគាត់លែងមុខស្អុយដោយកាលពីមុនទៀតហើយព្រោះថាឥឡូវគាត់មានលុយចាយហើយមិនយូរទៀតឡើយគាត់នឹងក្លាយជាសេដ្ឋីរ៉េបគ្រូបឿនក៏មិនសូវសប្បាយចិត្តព្រោះពីអាចនឹកខ្វះព្រឹកខ្វះថ្ងៃប៉ុន្តែឥឡូវគាត់សប្បាយចិត្តក្រៃព្រោះប្រាក់កម្រៃគាត់បានចូលកងហើយគ្រូបឿនគាត់ទៅតែបើកលុយគាត់លែងមុខស្អុយដោយកាលពីមុនទៀតហើយព្រោះថាឥឡូវគាត់មានលុយចាយហើយមិនយូរទៀតឡើយគាត់នឹងក្លាយជាសេដ្ឋីរ៉េបគ្រូបឿនក៏មិនសូវសប្បាយចិត្តព្រោះពីអាចនឹកខ្វះព្រឹកខ្វះថ្ងៃប៉ុន្តែឥឡូវគាត់សប្បាយចិត្តក្រៃព្រោះប្រាក់កម្រៃគាត់បានចូលកងហើយ